សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Fian Math គឺជា channel មួយដែលយើងបានសន្យាគ្នាថានឹងមកនិយាយអំពីវិញ្ញាសាគណិតវិទ្យាឬក៏វិញ្ញាសា Writing and Reading អំពី SAT ឬក៏ SAT ដែលយើងបាននិយាយកាលពីវីដេអូមុនហើយថ្ងៃនេះផងដែរគឺយើងនឹងមកសិក្សាអំពីលំហាត់របស់វាតែម្ដងចឹងកុំឲ្យខាតពេលវេលាយូរ Let's get into the video ដំបូងគ្នាយើងគ្រាន់តែចុចមកពាក្យ file មួយដែលមានឈ្មោះថា SAT questions bank pdfs ដល់ពេលដែលអ្នកទាំងអស់គ្នាចូលមកនោះអ្នកទាំងអស់គ្នានឹងឃើញពីរបែបនេះគឺខ្ញុំសូមយកពាក្យ question bank format យើងមាននេះគឺជាវិញ្ញាសាទី1របស់យើងហើយនេះគឺជាវិញ្ញាសាទី2របស់យើងហើយនេះគឺជាចម្លើយផងដែរអញ្ចឹងខ្ញុំសូមចូលទៅកាន់នៅគណិតវិទ្យាមុនទៅចាស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែយើងមាន4គណិតវិទ្យាមុខវិជ្ជាសម្រាប់យើងមាន Advanced Math Algebra Geometry and Problem Solving Delta នេះគឺជាគណិតវិទ្យាកម្រិតខ្ពស់នេះគឺជាបេក្ខគណិតនេះគឺជាធរណីមាត្រហើយនេះគឺជាការដោះស្រាយបញ្ហានិងការវិភាគនៃ Delta ខ្ញុំសូមចាប់ផ្ដើមថ្ងៃទី1នេះដោយធ្វើការសិក្សាទៅលើ Advanced Math ទៅចាស់ចឹងគឺយើងមាន3 function ទៀតយើងមាន equivalent expression nonlinear equation and system nonlinear function យើងមាន3ហ្នឹងចឹងខ្ញុំសូមចាប់ផ្ដើមថ្ងៃដំបូងដោយ equivalent expression ហើយយើងគ្រាន់តែយកនៅ equivalent expression onceនៅវានឹងនាំអ្នកទាំងអស់គ្នាមកដល់ផ្ទាំងមួយដែលមានឈ្មោះថា SAT Math Equivalent Expression 1ហើយនេះគឺជា question tag ID 1.1 នេះជា code របស់វា ID របស់វានេះគឺជាលំហាត់ទី1គេឲ្យ5 x បូក5បូកកញ្ចក់បូក 2x ដក3ហើយគេសួរ which of the following is equivalent to the given expression តែ A B C D ហ្នឹងគឺជាជាមួយណាគឺជាចម្លើយរបស់ប្រធានគេឲ្យមួយហ្នឹងអញ្ចឹងនេះគឺវាគឺងាយស្រួលទេអញ្ចឹងយើងគឺធ្វើការទៅលឿនតែម្ដងអញ្ចឹងចម្លើយនេះយើងបូកមក 3x បូក2អញ្ចឹងចម្លើយរបស់វាគឺ B ទី2 which of the following is equivalent to 3កតា x បូក5ដក6អញ្ចឹងគឺយើងទទួលបាននៅចម្លើយរបស់វា A B C ឬក៏ D គឺ 3x បូក15ដក6គឺ3x បូក9អញ្ចឹងចម្លើយគឺ C which expression is equivalent to អូខេឥឡូវយើងមើលតិចមកគឺ 2x ការ៉េដក4យើងត្រូវគិតឲ្យលឿនរៀនគិតឲ្យលឿនឲ្យរហ័សយើងគុណសញ្ញាដល់ចូលអស់មកគឺបានបូកចឹងអានេះវា 5x ចឹងក្បាល 5x ហើយយើងមើលទៅអានេះវាដក 2x ចឹងដក 2x អូខេយើងដឹងហើយចម្លើយបានថាចម្លើយ Aអញ្ចឹងយើងរៀនគិតឲ្យលឿនហើយចំពោះអានេះ the expression 2x ការ៉េបូក ax is equivalent to x កតា 2x បូក7 for some constant a what is the value of a អញ្ចឹង a ហ្នឹងស្មើប្រមាណ a ហ្នឹងមានតម្លៃប្រមាណអញ្ចឹងអ្នកទាំងអស់គ្នាឃើញអាហ្នឹងអ្នកឲ្យចាប់ x ជាកតាមកចាប់ x ជាកតាទៅបាន 2x បូក a អញ្ចឹង 2x បូក a គឺវាចូលទម្រង់នេះគឺ a ហ្នឹងគឺ7អញ្ចឹង7គឺជាចម្លើយធម្មតាអូខេឥឡូវយើងចូលមកកាន់មួយ 1.5 which of the following equivalent to យើងមានប្រព័ន្ធនេះហើយគេមានចម្លើយ A B C D អញ្ចឹងយើងធ្វើការគិតមើលទៅអានេះវា 2x ការ៉េបូកជាមួយនឹង3វា5ហើយអានេះគឺដក 2x អានេះគឺដក 3x អញ្ចឹងវាដក5អញ្ចឹងចម្លើយទី1 A អូខេwhich of the following is equivalent to 2x គីបបូក4អញ្ចឹងយើងមើលមកយើងធ្វើការចាប់អីគេជាកតា 2x នេះយើងចាប់2ជាកតាមកយើងបាននៅ x គីបបូក2គេថា which of the following expression is equivalent to 2a square factors a plus 3អញ្ចឹងយើងតើយើងសង្កេតមើលទៅយើងគុណពលាតមកយើងបានអីគេអានេះវាបាន 2a គីបបូក 6a ការ៉េអញ្ចឹងចម្លើយគឺចម្លើយ D
which of the following is equivalent to that expression នេះក្រោយពីនេះយើងធ្វើគុណពលាតមកគុណពលាតទៅយើងបាននៅ 2x ស្វ័យគុណ6អញ្ចឹងយើងបានចម្លើយបាត់ហើយ Yeah that's quite easy ហើយយើងមើលទៅកាន់ 1.9 which expression is equivalent to 8 plus d squared plus 3 អញ្ចឹងយើងបានបូកជាគ្នា8 + 3 11អញ្ចឹងចម្លើយ B ជាចម្លើយត្រឹមត្រូវ2កតា AB ដក3បូក2យើងគុណពលាតចូលទៅបាន 2AB ដក6បូក2គឺដក4អញ្ចឹងចម្លើយ B អូខេ 9x បូក 6x បូក 2y បូក 3y អញ្ចឹងគឺ 15x បូក 5y អញ្ចឹងចម្លើយ D អានេះធ្វើការដាក់ជាផលគុណកតាអញ្ចឹងគឺយើងមើលមកថា 256 ប៉ុន្មានការ៉េ256វា8ការ៉េ64 16ការ៉េ16ការ៉េអាច16ការ៉េអាចវាអារម្មណ៍ថាចម្លើយ2នេះដូចគ្នាមិនទេម៉ាមួយអ្នកធ្វើណាផ្ទះបែកកំភ្លៀងណាធ្វើឈួតណាហាអានេះដូចគ្នាអូខុសគ្នាសញ្ញាឆ្ងាបកាច់ណានឹកអាកំណត់នឹងចេញមកខ្ញុំអត់យល់ទេខ្ញុំមើលអត់ត្រូវអានេះវាស្រួលទេយើងមិនចាំបាច់គិតអីវែងឆ្ងាយយើងគ្រាន់ឃើញអានេះសញ្ញាដកយើងដឹងថាអាសញ្ញា D យើងមិនឲ្យធ្វើអូខេ 5x បូក15ចាប់5វាតាបានបូក3 A ជាចម្លើយត្រឹមត្រូវអានេះយើងមាន which of the following expression is equivalent to sum of 3a គីបបូក 5a ការ៉េបូក 7 and a ការ៉េបូក 8a បូក12 the sum of ផលបូក12ហ្នឹងមែនផលបូក12ហ្នឹងបាន a គីបបូក 6a ការ៉េអញ្ចឹង a គីបបូក 6a ការ៉េអញ្ចឹងអាច D 12x បូក 27យើងចាប់12ជាកតាគឺកើតទេយើងចាប់3ជាកតា yes ចាប់3ជាកតាចម្លើយត្រឹមត្រូវយើងចាប់3អានេះសល់4ត្រូវហើយwhich expression is equivalent to 34x បូក 34y យើងធ្វើការចាប់34ជាកតាទៅបាន x បូក y ដូចជានៅសាល2ទៀតខ្ញុំធ្វើការបង្ហាញនៅ equivalent expression 1នៅថ្ងៃហ្នឹងវីដេអូហ្នឹងតែម្ដងwhich expression is equivalent to 8 y z y 7z អញ្ចឹងយើងធ្វើការគុណនោះវាបាន y ការ៉េ z ការ៉េអានេះ z អានេះ z សិនសិនការ៉េអានេះ y ការ៉េមិន y ការ៉េការ៉េហើយ7គុណ8មិន56អញ្ចឹង56 y ការ៉េការ៉េអញ្ចឹងចម្លើយ A ចម្លើយត្រឹមត្រូវ which expression is equivalent to យើងមានប៉ុណ្ណឹងដាក់ជាផលគុណកតាយើងគ្រាន់តែមើល40នេះយើងដឹងអានេះគុណនៅគ្នាតែ40តែអត់ស្មើដើមទេអានេះដកយកគ្នាស្មើ40ប៉ុន្តែវាបូក3ចេញចម្លើយត្រឹមត្រូវមូលហេតុអីគឺដោយសារតែបើអ្នកនរគ្នាគុណអានេះទៅវាបានដក40ហើយបើអ្នកទាំងអស់គ្នាគុណអានេះវាដក5ហើយអានេះវាបូក8អញ្ចឹងវាស្មើបូក3អញ្ចឹងវាត្រូវអានេះវាយើងរៀនគិតឲ្យលឿនមកដោយសារយើងគុកជប់គេត្រូវការចម្លើយគេត្រូវការរបៀបធ្វើរបស់យើង20 W ដល់20 W ដល់ factor 4W បូក 3W អញ្ចឹងយើងបូកនៅក្នុងវងកញ្ចក់មុនគឺបាន7 20ដល់7គឺ13អានេះ 9x ការ៉េបូក 7x ការ៉េបូក 9x អញ្ចឹងយើងស្មើជាមួយនឹង 16x ការ៉េបូក 9x D 11x គីបដក 5x គីបស្មើ 6x គីបអានេះ15 W ការ៉េបូក 8W អញ្ចឹងយើងចាប់ W ជាកតាបានយើងចាប់បាន W ហើយយើងចាប់អីទៀតអត់កើតទេ
ហើយwhich expression is equivalent to x to the power of 1 divided by 14 where x is ធំជាង0 x គឺធំជាង0អញ្ចឹងយើងអាចទៅសេបានដូចនេះយើងអាចទៅសេបានទៅជាឬគ្នាអេសុំអ្នកគ្នាមានដឹងឯអ្នកគ្នាថានៅពេលដែលអ្នកគ្នាទៅសេ x សេគុណ1លើ2វាស្មើជាមួយនឹងឬអានេះ x ហើយអានេះគឺសេគុណ1អានេះគឺសេគុណ2អញ្ចឹងអាក្រោមនេះគឺឡើងទៅជា root នេះហើយអាមួយហ្នឹងគឺជាសេគុណគុណ1អញ្ចឹងបានសម្ដៅគឺ b សិជាស្រ័យអានេះយើងមាន 13x ការ៉េដល់ 7x ការ៉េគឺស្មើជាមួយនឹង6x ការ៉េត្រូវ6នេះมันដក92វាថាមួយមិនចឹងអត់ជួយ which expression is equivalent to 4 factors x squared plus 6ចឹងយើងធ្វើការកុដពលាចូលមក4 6ដង24ជា a ជាតម្លៃត្រឹមត្រូវចាប់ហើយចឹងលំហាត់របស់យើងអូខេចឹងលំហាត់របស់យើងគឺមានប៉ុណ្ណឹងឥឡូវយើងខ្ញុំគ្រាន់តែចូល equivalent expression អូខេខ្ញុំចូលរម៉ាំងទី1ទេហើយថ្ងៃស្អែកយើងនឹងបន្តទៅនឹង equivalent expression 2បន្តទៀតហើយថ្ងៃបន្ទាប់យើងនឹងចូល equivalent expression C ហើយនឹងយើងបកមកកាន់non linear near ខ្ញុំអានអត់ដាច់ទេអាហ្នឹង equation and system អាទី2នេះដងតែយើងធ្វើនៅវីដេអូក្រោយអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយហើយបាយបាយ